ចំណូលហ្នឹងខ្ញុំអាចនិយាយបានថាវាជាលុយដែលធ្លាក់ពីលើមេឃតែម្ដងគិតមកដល់ពេលនេះខ្ញុំទទួលបានចំណូលពី3ខែពេញហើយបងប្អូនហើយវាជារឿងដែលខ្ញុំអត់ចង់ចែករំលែកជាមួយនឹងបងប្អូនទេមិនមែនខ្លាចបងប្អូនទាំងអស់គ្នាមានបានទទួលបានចំណូលដូចខ្ញុំប៉ុន្តែនេះគឺជាហេតុផលតាមពិតទៅនៅក្នុងស្រុកខ្មែរយើង influencer ឬក៏គេហៅថា MMO ឬក៏ creator អីផ្សេងគេទទួលចំណូលពី ad monetize នឹងច្រើនគ្នាបងប្អូនគ្រាន់ថាវាស្មុគស្មាញត្រូវដូរ location កាលពីមុនណាត្រូវដូរ location ទិញ Facebook ពីក្រៅប្រទេសអីអញ្ចឹងទៅហើយអ្នកខ្លះតើតើមានអ្នកកាន់ឲ្យអីអញ្ចឹងបងប្អូនវាស្មុគស្មាញមែនតើហើយនៅពេលដែលខ្ញុំដឹងថាគេរកបានអីចឹងមានក្រុមការងារនៅកន្លែងការងារហ្នឹងក៏ប្រាប់ថាapply monetize អញ្ចឹងទៅប្រឹងធ្វើទៅឲ្យគ្រប់គោលការណ៍ដល់ពេលខ្ញុំគ្រប់អញ្ចឹងទៅក៏ខ្ញុំពិបាកនៅក្នុងការស៊ូគេនឹងយើងអត់បន្ទោគេទេក៏ពិបាកសួរយើងខ្លាចចិត្តគេផងក៏ខ្ញុំសម្រេចចិត្តទៅទិញមេរៀនទិញ Facebook ហ្នឹងអស់100ជាងកាលនោះដូចជាដើមឆ្នាំ2021ឬក៏ដើម2022បងប្អូនខ្ញុំអត់ចាំច្បាស់ទិញទៅខ្ញុំ apply បានប្រហែលជា$30បងប្អូនវាដាច់ទៅដោយសារយើងវាអត់ស្គាល់សូម្បីតា Line Manager ហ្នឹងក៏មិនដឹងជាស្អីសូម្បីតា PayPal ហ្នឹងមិនដឹងដូរមិនមកទៅខ្ញុំភ័យខ្លាចបាត់ Facebook ក៏ខ្ញុំដូរផែនការខ្ញុំអត់ចង់បានចំណូលពីវាទៀតទេគឺខ្ញុំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យយើងមានប្រជាប្រិយភាពអាចរកចំណូលពីម្ចាស់ brand ម្ចាស់ក្រុមហ៊ុនឬក៏ការងារថតអីផ្សេងវិញក៏ខ្ញុំទុកចោលមកដល់ឥឡូវលេងខ្ទង់ខែ8នេះខែ8នេះវាធ្លាក់លុយបងប្អូនទាំងដែលខ្ញុំផុសហ្នឹងគឺខ្ញុំផុសតែនៅ account ខ្មែរមាន account តែមួយយូរមនុស្សអត់ចេះបងប្អូនយល់អត់ account ខ្មែរ location ខ្មែរសុកវាធ្លាក់លុយដល់ពេលធ្លាក់លុយថ្ងៃលើកទី1ខែទី1ខ្ញុំអត់ទាន់ចែកម្លែកឲ្យបងប្អូនគាត់ថាឥឡូវវាច្រឡំអញ្ចឹងទៅលេងសុកធ្លាក់ខែទី2ហើយខែទី3ខ្ញុំថាអូខេខ្ញុំអាចចែកម្លែកជាមួយបងប្អូនបានខ្ញុំគិតថាច្បាស់ហ่ะ Facebook បើកឲ្យខ្មែររកលុយបានពីព្រោះ account ខ្មែរអីទៅក៏ដោយគ្រាន់តែពេលហ្នឹងខ្ញុំភ័យពេកនៅពេលដែលស្អីអត់ចេះហ่ะបងប្អូនខ្ញុំសុំទោសផងមកបញ្យល់ខុស pay out ហ្នឹងគឺខ្ញុំដាក់ធនាគារ V វាធ្លាក់ក្នុង V ខ្ញុំអត់ហ៊ានដាក់ ABA ខ្លាចវាអត់ធ្លាក់អញ្ចឹងក៏មានអារម្មណ៍ថាអ្នកអត់ចេះពងបញ្យល់អ្នកពងមើលអត់ចេះដែរសុំទោសទំនោរដែលធ្លាក់ហ្នឹងធ្លាក់នៅក្នុងធនាគារ V ហើយខ្ញុំបាញ់មក ABA យល់អត់បងប្អូនដោយសារតែខ្ញុំទិញមេរៀនហ្នឹងវាមានមេរៀនបាញ់លុយចុះឡើងហ្នឹងក៏ខ្ញុំធ្វើតាមគេទៅវាបានប្រយោជន៍ខ្លះដែរមិនមែនទៅអស់ចំណូលទៅទាំងអស់ទេហើយណាមួយពេលហ្នឹងយើងធ្វើឲ្យអស់ចិត្តអញ្ចឹងខ្ញុំអាចនិយាយបានថាគេបើកឲ្យខ្មែរហើយពីព្រោះថាហេតុអីខ្ញុំប្រើ location នៅខ្មែរផុសអីធម្មតាដូចខ្មែរយើងលេងទូទៅអញ្ចឹងបងប្អូនហើយរឿងដែលខ្ញុំនិយាយតែខ្ញុំអត់ចង់ចែករំលែកជាមួយបងប្អូនណាហេតុអីខ្ញុំឃើញនៅតាមបណ្ដាញសង្គមឥឡូវនៅពេលដែលថាបានលុយ comment ចេះ share អញ្ចេះបានលុយធ្វើអញ្ចេះបានលុយបងប្អូនយើងលឿនហ្មងអញ្ចឹងខ្ញុំអត់ការទេខ្ញុំរហូតពិធីណាមួយនិយាយកុំឲ្យបងប្អូនមិនធំអ្នកខ្លះមិនធំតែខាតពេលវេលាណាបាត់បង់ចំណូលទៀតអ្នកខ្លះកាលពីមុនហ៊ានឈប់ពីការងារដើម្បីរកលុយពី monetize ហ្នឹងក៏ប៉ុន្តែឥឡូវយើងគ្រាន់ធ្វើលេងទៅបងប្អូនឬក៏ creator ខ្លះដែលខ្ញុំឃើញ creator ខ្លះក៏រៀងជ្រួលជ្រើមចង់បានដែរធ្វើទៅវាធ្លាក់បានប៉ុណ្ណាយកប៉ុណ្ណឹងកុំជ្រួលជ្រើមចង់បានហើយក៏វាអត់ច្រើនទេបងប្អូនតិចមែនតែនអាចនិយាយបានថាត្រឹម 10% ឬក៏ 20% នៃចំណូលដែលយើងរកបានពី brand ឬក៏ក្រុមហ៊ុនផ្សេងទៀតទេវាបានតិចខ្ញុំហ៊ាននិយាយថាវាបានតិចអញ្ចឹងគ្រាន់តែចង់មកប្រាប់បងប្អូនថាយើងប្រឹងធ្វើទៅដើម្បីបង្កើតចំណូលបន្ថែមហើយផុសធម្មតាទៅណាហើយឥឡូវវាស្រួលហើយយើងលេងទិញមេរៀនទិញអីដូចមុនអញ្ចឹងក៏វាយើងអាចសាក់លបងបានអញ្ចឹងខ្ញុំចែកលេខឲ្យបងប្អូនប៉ុណ្ណឹងហើយពីមនុស្សអ្នកដែលធ្លាប់ដើរផ្លូវខុសហើយខ្ញុំគិតជាunexpect មែនតើថាវានឹងបានណាខ្ញុំនិយាយមែនមកដល់ឥឡូវហ្នឹងក៏ខ្ញុំអត់ដឹងថាខែក្រោយខ្ញុំនៅតែបានទៀតអត់ដែរគឺខ្ញុំអត់ដែររំពឹងទេអញ្ចឹងអ្នកធ្វើទាំងអស់បើចាប់ផ្ដើមធ្វើឲ្យកុំរំពឹងច្រើនពេកធ្វើលេងធ្វើចោលមតិយោបល់ខ្ញុំធ្វើលេងធ្វើចោលធ្លាក់ក៏យកទៅមិនបានក៏ទុកថាយើង build Facebook build credit build brand យើង profile យើងទៅហើយកុំរំពឹងបានវាដូចខ្ញុំឥឡូវបាន3ខែក៏ខ្ញុំអត់រំពឹងថានឹងបានខែបន្តទៀតដែរបានក៏បានអត់ក៏អត់ទៅតាមតាណាពួកអីយើងជាមនុស្សដែលអត់ចេះអ្នកចេះដូចពេកធំអីខ្ញុំអត់ហ៊ាននិយាយឈ្មោះគាត់បងប្អូនដឹងណាតើរងថ្ងៃ creator ខ្លះដែលល្បីលំដាប់ពួកគាត់រកពី monetize ហ្នឹងអញ្ចឹងពួកគាត់ប្រឹងប្រែងទៅថតអីឲ្យច្រើនចំណាយថវិកាផ្ទាល់ខ្លួនទៅថតដើម្បីទទួលបាន view ច្រើនក៏ប៉ុន្តែខ្ញុំតាមដំណើរតាមគោលដៅឬក៏គោលបំណងដែលខ្ញុំធ្វើអញ្ចឹងវីដេអូនេះសុកមកថតរៀលណាអត់យកចំណុចណាខមមិនសួរមកក៏ប៉ុន្តែខ្ញុំគិតថាបងប្អូនមិនបាច់ឆ្ងល់ទេពីព្រោះខ្ញុំអត់ដឹងឆ្លើយមិន